សូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននៅរសៀលនេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងយុទ្ធភូមិភាគទី4និងទី5គិតត្រឹមរសៀលថ្ងៃទី12ខែធ្នូឆ្នាំ2025ដែលជាថ្ងៃទី6ហើយភាគីថៃនៅតែបន្តការរំលោភបំពានលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយបន្តធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធសារជាថ្មីលើបូរណភាពទឹកដីរបស់កម្ពុជាដោយប្រើប្រាស់កម្លាំងយោធារាប់ចាប់តាំងពីថ្ងៃទី7រហូតដល់ថ្ងៃទី12នេះស្ថានភាពនៃអំពើគំរាមកំហែងនិងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជាទី1ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង 13:00 នាទីដល់វេលាម៉ោង 15:00 នាទីរសៀលនេះនៅវេលាម៉ោង 13:27 នាទីយោធាថៃបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកនៅក្នុងភូមិសាស្ត្រវាលឥន្ទ្រីចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រផ្សេងទៀតមានសភាពស្ងប់ស្ងាត់ទី2ស្ថានភាពចូលមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី5ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង 13:00 នាទីរសៀលដល់វេលាម៉ោង 15:00 នាទីរសៀលថ្ងៃទី12ខែធ្នូឆ្នាំ2025នេះនៅវេលាម៉ោង 13:27 នាទីយោធាថៃបានបាញ់ផ្លោងជ្រុំយ៉ាងសន្ធឹកចូលក្នុងភូមិសាស្ត្រព្រៃច័ន្ទនៅវេលាម៉ោង 13:45 នាទីយោធាថៃបានបាញ់ផ្សែងពុលនៅក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 13:58 នាទីកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះបានរុលចូលមុខភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង 14:19 នាទីយោធាថៃបានប្រើប្រាស់ drone ស៊ើបការហោះក្តាប់សភាពការនៅក្នុងតំបន់ភូមិសាស្ត្រភូមិព្រៃច័ន្ទចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រផ្សេងៗដទៃទៀតនៅមានភាពស្ងប់ស្ងាត់ក្រសួងការពារជាតិទាមទារឲ្យយោធាថៃបញ្ឈប់ជាបន្ទាន់នៅការបាញ់ប្រហារមិនរើសគោលដៅការប្រើប្រាស់យន្តហោះចម្បាំងហោះចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាដែលមិនត្រឹមតែជាការរំលោភបំពានដ៏ធ្ងន់ធ្ងរបំផុតមកលើអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជានិងច្បាប់អន្តរជាតិប៉ុណ្ណោះទេប៉ុន្តែបានផ្លោងនិងទម្លាក់គ្រាប់បែកដោយមិនរើសអើងនិងមិនសមាមាត្រហើយបានធ្វើឲ្យគ្រោះថ្នាក់ដល់អាវុធជីវិតនិងសុវត្ថិភាពប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងប្រាសាទបុរាណជាទីសក្ការៈដែលជាមរតកមនុស្សជាតិដូចជាសាលារៀនមន្ទីរពេទ្យវត្តអារាមផ្ទះសម្បែងផ្សារប្រាសាទព្រះវិហារប្រាសាទតាក្របីនិងទីតាំងសាធារណៈដទៃច្រើនទៀតរាប់មិនអស់សកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរគិតដល់ត្រឹមម៉ោង 13:00 នាទីរសៀលថ្ងៃទី12ខែធ្នូឆ្នាំ2025នេះជនស៊ីវិលស្លូតត្រង់បានបាត់បង់ជីវិតកើនឡើងរហូតដល់11នាក់ក្នុងនោះមានទារក1នាក់ផងដែរចំពោះអ្នករងរបួសដែលជាជនស្លូតត្រង់ស៊ីវិលកម្ពុជាមានចំនួនសរុប59នាក់នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានខេត្តយោធាថៃត្រូវបង្ហាញពីភាពស្មោះត្រង់និងសុឆន្ទៈប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែនព្រោះសន្តិភាពមិនអាចកើតមានឡើងតាមរយៈការនិយាយប៉ុណ្ណោះទេប៉ុន្តែតាមរយៈសកម្មភាពជាក់ស្ដែងហើយកងទ័ពថៃអាចចាប់ផ្ដើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដោយដែលបានរៀបរាប់ខាងលើទន្ទឹមនឹងនេះកម្ពុជាសូមអំពាវនាវឲ្យភាគីថៃវិលត្រឡប់មកអនុវត្តនៅបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលបានចុះហត្ថលេខាកាលពីខែតុលាឆ្នាំ2025ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនិងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមជាប្រធានអាស៊ានបដូវេនក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិកោតទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួម
កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អំពើអរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់កម្ពុជាបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួននឹងការគោរពនិងអនុវត្តគ្រប់លក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃប្រកបដោយសុឆន្ទៈនិងទំនួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមឬក៏ការប្រើប្រាស់កម្លាំងសម្ដៅរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិក្រសួងការពារជាតិនិងកងយោធពលខេមរៈភូមិន្ទសូមគូបញ្ជាក់សារជាថ្មីផងដែរថាគោលដៅនៃការវាយប្រហារការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះមិនមែនសំដៅលើគោលដៅជនស៊ីវិលនិងទីកន្លែងស៊ីវិលនោះឡើយកម្ពុជាតែងប្រកាន់ខ្ជាប់នៅការគោរពនិងការអនុវត្តកាតព្វកិច្ចទាំងឡាយដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់បំផុតសូមគូបញ្ជាក់ផងដែរថាវីរៈកងទ័ពកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតអង្អាចនឹងនៅតែប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីកម្ពុជាយើងក៏បញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយកម្ពុជានឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំឬក៏ការបំផិតបំភ័យទោះក្នុងទម្រង់ណាមួយឡើយសូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនកម្ពុជារួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាននិងដោយមិនងាករេទោះក្នុងតម្លៃណាក៏ដោយ